ជាភាសាអង់គ្លេសចាគាត់សរសើរនាងខ្ញុំដែលជាស្ត្រីមួយធ្វើការគ្រប់គ្រងនៅក្នុងស្ថាប័នហើយគាត់ពិតជាសប្បាយរីករាយដែលមានខ្ញុំគឺជា leader ហើយគាត់នឹងលើកទឹកចិត្តឲ្យខ្ញុំបន្តនៅអ្វីដែលជាទម្លាប់ឬក៏គិតល្អហ្នឹងទៅចែករំលែកទៅដល់សមាជិកដែលធ្វើការងារជាមួយគ្នាហើយបន្តអភិវឌ្ឍអ្វីដែលខ្លួនឯងគិតថាល្អរីកចម្រើនគឺយើងត្រូវតែធ្វើបន្តទៅទៀតអញ្ចឹងខ្ញុំពិតជាអរគុណគាត់មែនតើហើយសភៅនេះល្អណាស់ដែលវាធ្វើឲ្យយើងហ្នឹងគឺមានការរីកចម្រើនចាព្រោះអ្នកទាំងអស់គ្នាត្រូវចាំថាពេលខ្លះរឿងខ្លះយើងអាចគ្រប់គ្រងបាននៅវាធំពេកឧទាហរណ៍ថាយើងគិតជំនួសរាជរដ្ឋាភិបាលគ្រប់គ្រងទឹកដីមិន1 2 3ណាអញ្ចឹងកន្លែងនេះវាធំពេកតើយើងអ្វីដែលយើងអាចគ្រប់គ្រងបានក្នុងពេលនេះអញ្ចឹងដូចជាឧទាហរណ៍ថាតកតងនឹងការលក់នៅផលិតផលអីនាំចូលនៅក្នុងស្រុករបស់យើងដូចជាការបោះសម្រាមនៅតាមផ្លូវយើងដាក់នៅក្នុងធុងសម្រាមជាពិសេសគឺយើងអប់រំកូនរបស់យើងឲ្យគាត់មានស្មារតីស្រឡាញ់ជាតិហើយនឹងធ្វើអ្វីដែលឲ្យរីកចម្រើនសម្រាប់ជាតិនឹងឲ្យកុំគិតទៅលើបុគ្គលចាអញ្ចឹងនៅពេលដែលយើងចូលរួមទាំងអស់នេះព្រោះទាំងអស់ហ្នឹងគឺយើងអាចគ្រប់គ្រងបានដល់ពេលធំពេកយើងអាចគ្រប់គ្រងបានទេយើងត្រូវទុកឲ្យថ្នាក់ដឹកនាំកម្ពុជាគាត់ជាអ្នកដោះស្រាយចាអានេះគ្រាន់តែខ្ញុំបើកបាំងវងកញ្ចក់ទេចឹងអ្វីដែលសំខាន់បងប្អូនកុំមើលងាយទម្លាប់តូចពីព្រោះវាជះឥទ្ធិពលខ្លាំងណាស់សម្រាប់ថ្ងៃក្រោយថ្ងៃអនាគតរបស់យើងសូម្បីតែរបបអាហារដែលយើងសន្សំញ៉ាំពីមួយពេលទៅមួយពេលអត់បានគិតពិចារណាយើងចេះតែឃ្លានអីទៅតាមមាត់តាមកាពះរបស់យើងវានឹងជះឥទ្ធិពលទៅលើសុខភាពរបស់យើងនៅថ្ងៃក្រោយដែរចាដូចជាគ្រឿងស្រវឹងខ្ញុំផឹកបន្តិចទេប៉ុន្តែបន្តិចរបស់យើងបានរួមផ្សំវាធ្វើឲ្យខូចគ្រឿងក្នុងកន្លែងណាអីមួយចឹងទៅហ្នឹងហើយអញ្ចឹងដូច្នេះត្រូវប្រុងប្រយ័ត្នទម្លាប់តូចហ្នឹងសូម្បីអាការគិតអីផ្ដេសផ្ដាសគិតអីដែលធ្វើឲ្យយើងសុខភាពផ្លូវកាយផ្លូវចិត្តរបស់យើងទ្រុឌទ្រោមយើងត្រូវគិតថាអាហ្នឹងគឺជាសម្រាមត្រូវបោះចោលវាចេញណាត្រូវចោលវាទៅក្នុងធុងសម្រាមបញ្ញាប់ភ្លេចវាកាន់តែល្អហ្នឹងហើយបញ្ញាប់ភ្លេចវាកាន់តែល្អយកវាជាបទពិសោធន៍ដើម្បីធ្វើសកម្មភាពថ្ងៃនេះព្រោះសកម្មភាពថ្ងៃនេះវានឹងឆ្លុះបញ្ចាំងនៅថ្ងៃអនាគតរបស់យើងហើយថ្ងៃនេះក៏នឹងคล้ายទៅជាអតីតកាលដែរដូច្នេះហើយបានជាគេតែងតែប្រុងប្រយ័ត្នមែនតើនៅពេលដែលយើងធ្វើសកម្មភាពនីមួយៗនៅក្នុងថ្ងៃនេះការគិតការសម្រេចចិត្តហើយនឹងការធ្វើផងយើងចាបើមិនចឹងទេយើងវាមានថ្ងៃនេះវានឹងคล้ายទៅជាអតីតវាអាចថាអ្នកខ្លះគាត់ចេះគ្រប់គ្រងអារម្មណ៍អ្នកខ្លះគាត់អាចរៀបចំដំណើរជីវិតរបស់គាត់នឹងការគិតរបស់គាត់បានអត់អីទេអ្នកខ្លះទៀតគឺអត់ទេចានឹងធ្វើឲ្យគាត់ពិបាកចិត្តមានបញ្ហាផ្លូវកាយផ្លូវចិត្តអីចឹងទៅណាហ្នឹងហើយអញ្ចឹងខ្ញុំណែនាំឲ្យបងប្អូនអាចយកសភៅមកអានហើយព្យាយាមអានសភៅឲ្យបានច្រើនចាប្រសើរជាងមើលទូរស័ព្ទព្រោះទូរស័ព្ទពេលខ្លះវាចង់និយាយថាវាអេឡិចត្រូនិកវាអាចប៉ះពាល់សុខភាពរបស់យើងច្រើនតែសភៅគឺអត់ទេណាសភៅនៅពេលដែលយើងអានមួយស្លឹកម្ដងគឺវាធ្វើឲ្យយើងនឹងគិតពិចារណាប៉ុន្តែយើងមិនត្រូវតាមសភៅទាំងអស់ទេការអានសភៅដូចនៅខាងឆ្វេងដៃរបស់ខ្ញុំគឺទូសភៅនៅសភៅចាំខ្ញុំបង្ហាញឲ្យមើលហ្នឹងហើយទូសភៅរបស់ខ្ញុំប៉ុន្តែខ្ញុំអានទាំងអស់មិនមែនបានន័យថាខ្ញុំយកផ្នត់គំនិតរបស់គាត់ម្នាក់ហ្នឹងគាត់ថាល្អគឺខ្ញុំយកមក 100% ទេគឺខ្ញុំយកមកត្រេះរិះពិចារណាគិតចាពីព្រោះការសរសេររបស់គេវាចេញពីរបស់ការគិតរបស់គាត់ហ្នឹងហើយអញ្ចឹងខ្សែគប់បណ្ឌិតមិនបាច់ចាំទៅខ្សែគប់មនុស្សទេក៏បានដែរយើងខ្សែគប់តែសភៅល្អហ្នឹងហើយអានឲ្យច្រើនដើម្បីធ្វើឲ្យយើងហ្នឹងមានការគិតពិចារណាហ្នឹងហើយយកអីក៏ដោយគឺយើងគិតមុនណាហ្នឹងហើយអញ្ចឹងវានឹងធ្វើឲ្យយើងរីកចម្រើនប៉ុន្តែបើសិនអ្នកទាំងអស់គ្នាមើលសភៅមួយហើយខ្ញុំដាច់ខាតត្រូវតែធ្វើតាមសភៅហ្នឹងវាអាចនឹងហានិភ័យបើសិនជាបងប្អូនជ្រើសរើសសភៅល្អអត់អីតែបើបងប្អូនជ្រើសរើសសភៅមួយគេហៅថាបែកឆ្វេងណាហ្នឹងហើយអញ្ចឹងវានឹងគ្រោះថ្នាក់ហ្នឹងហើយដូចសម័យប៉ុលពតអញ្ចឹងយើងឃើញអ្នកដែលដឹកនាំហ្នឹងគឺសិតតែកម្ពុជាហេតុអីបានជាគាត់ទៅរូបភាពមួយផ្សេងខ្ញុំមិននិយាយវែងឆ្ងាយទេអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នណា
ចាអញ្ចឹងសភៅទាំងអស់ហ្នឹងឯងសិតតែជាបណ្ឌិតព្រោះសភៅចេញមកមួយបានគឺត្រូវមានការរៀបរៀងត្រូវការរៀបចំអ្នកណាគេជាអ្នករៀបចំគេដាក់សរសេរមកអស់ហើយអ្នកណាគេជាអ្នកនិពន្ធគេត្រូវមើលអក្ខរាវិរុទ្ធហើយផ្សេងគឺច្រើនមែនតើក្នុងការបង្កើតសភៅនេះមួយប៉ុន្តែបើសិនជាបងប្អូនសរសេរនៅលើសង្គម Facebook គឺវាចេញពីបងប្អូនតែមួយឯងហ្នឹងហើយអញ្ចឹងតែសរសេរចេញទៅគឺទៅហើយគឺខ្លួនឯងអញ្ចឹងណាហ្នឹងហើយអញ្ចឹងដូច្នេះហើយសភៅគឺល្អមែនតើដែលបងប្អូនត្រូវយកពេលវេលាហ្នឹងមកអានសភៅវិញខ្ញុំមិនអានបាន 100% បងប្អូនខ្ញុំចែកអង្រៃតាមផងទៅសូម្បីតែទូរស័ព្ទក៏ខ្ញុំមើលដែរប៉ុន្តែខ្ញុំមានការកំណត់របស់នាងខ្ញុំថាពេលណាគួរតែមើលពេលណាដែលមិនគួរមើលហ្នឹងហើយព្រោះតែអញ្ចឹងទេវានឹងអាចគេហៅថាវែងឡាយវាហួសហេតុហ្នឹងហើយប្រើពាក្យខ្មែរយើងគឺហួសហេតុបើអង់គ្លេសគឺ over បានន័យថាវាច្រើនពេកហ្នឹងហើយដល់ពេលច្រើនពេកវាអាចនឹងទៅគ្រោះថ្នាក់ដូចឃើញក្មេងៗហ្នឹងហើយពេលដែលគាត់មើលទូរស័ព្ទនឹងច្រើនពេកអញ្ចឹងការគិតប្រនគាត់អាសរសៃប្រសាទផងគាត់ហ្នឹងគឺគាត់ចាប់ផ្ដើមកាត់បន្ថយសូម្បីតែចំណងអានសភៅឬក៏ការគិតបែបត្រេះរិះពិចារណាអីគឺគាត់អត់មានទេអញ្ចឹងបានគេសុំឲ្យហាមដាច់ខាតកុំឲ្យមានការប្រើប្រាស់ទូរស័ព្ទយូរពេកអញ្ចឹងបងប្អូនទាំងអស់គ្នាអាចរកសភៅហ្នឹងទៅខ្ញុំមិនមែនជាអ្នកលក់ទេប៉ុន្តែយើងអាចរកបណ្ណាគារឬក៏អីផ្សេងណាដើម្បីអភិវឌ្ឍសមត្ថភាពរបស់យើងបន្ថែមព្រោះសភៅអត់មានជេរអ្នកទាំងអស់គ្នាទេតែមនុស្សឬក៏ពេលខ្លះក្នុងទូរស័ព្ទដៃមើលវីដេអូមិនស្រួលហ្នឹងគេជេរអញ្ចឹងយើងខឹងត្រូវហ៎អញ្ចឹងបើសភៅគឺអត់ទេមានតែអប់រំណែនាំផងយើងឲ្យយើងគិតពិចារណាខ្លួនឯងហ្នឹងហើយព្រោះសន្លឹកខ្លះក៏អត់សូវមានអត្ថន័យដែរអញ្ចឹងយើងមើលទៅកន្លែងខ្លះគឺវាល្អយើងយកមកគិតត្រេះរិះពិចារណាណាបងប្អូនហ្នឹងហើយអរគុណវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹង